ក្រោយពីបានបំបីកំណត់ត្រាតម្លៃ$3,700នៅក្នុងមួយអោនឬក៏$4,460នៅក្នុងមួយដំឡឹងតម្លៃមាសនៅក្នុងថ្ងៃនេះបានចុះមកវិញមកដល់តម្លៃ$3,670នៅក្នុងមួយអោនហើយបងប្អូនទាំងអស់គ្នាដោយអ្នកវិនិយោគបានកាត់យកផលចំណេញហើយរងចាំមើលនៅព័ត៌មានដែលនឹងចេញនៅយប់នេះគឺតាក់ទងទៅនឹងការប្រកាសកាត់បន្ថយអត្រាការប្រាក់របស់ FOMC ឬយើងហៅថា Federal Reserve ដែលជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនៅក្នុងម៉ោង1រំលងអាធ្រាត្រយប់នេះអញ្ចឹងសម្រាប់ការវិភាគទីផ្សាររបស់ខ្ញុំបច្ចុប្បន្ននេះតម្លៃមាសបានបំបែក neck line 4ម៉ោង support zone ហើយវាកំពុងតែធ្វើដំណើរចុះមកដល់ក្នុងតំបន់ support R1 36.50 ទៅ 36.65 អញ្ចឹងសម្រាប់បងប្អូនដែលធ្វើការជួញដូរនៅមុនម៉ោងព័ត៌មានយើងអាចបើសិនជាតម្លៃមាសចុះមកដល់ក្នុងតំបន់នេះយើងអាចធ្វើការរងចាំទិញឡើងទៅវិញបានបើសិនជាមាន confirmation គ្រប់គ្រាន់អញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឆ្ងល់តាក់ទងថាស្អីគេ confirmation អីហ្នឹងបងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមនេះហើយខ្ញុំនឹងធ្វើជាវីដេអូមួយបញ្ចូលបន្ថែមតាក់ទងនឹងបច្ចេកទេសក្នុងការមាន confirmation គ្រប់គ្រាន់ដើម្បីធ្វើការជួញដូរឲ្យមានសុវត្ថិភាពអញ្ចឹងនៅក្នុងការជួញដូរយើងមាន technical fundamental sentiment បូកជាមួយនឹង risk management ក៏ដូចជាចំណេះដឹងផ្សេងៗទៀតដែលបងប្អូនត្រូវដឹងមុនពេលដែលយើងធ្វើការជួញដូរហើយសម្រាប់ឥឡូវនេះខាងក្រុមហ៊ុនយើងក៏មានបង្កើតជាសិក្ខាសាលាមួយចែករំលែកនៅចំណេះដឹងសម្រាប់បងប្អូនដែលចង់បាននៅចំណេះដឹងក្នុងការជួញដូរឧបករណ៍និស្សិតឬមួយក៏ forex ដែលខ្ញុំនឹងដាក់ poster នៅក្នុងវីដេអូនេះហើយបងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការ comment មកយើងនឹងមានក្រុមការងារឆាតទៅតំណាក់តំណងដើម្បីចុះឈ្មោះបងប្អូនចូលទៅក្នុងសិក្ខាសាលាមួយនេះអរគុណសម្រាប់ការទស្សនាក្នុងវីដេអូនេះ